Chaថ្ងៃនេះខ្ញុំបានទៅលេងរោងភ្នំមួយនៅរដ្ឋវីជីញ៉ាជីប្រហែលជា2ម៉ោងពីកន្លែងខ្ញុំរស់នៅចាហើយសមុទ្រទីកិតទិញកាលហ្នឹងម្នាក់ជាខ្ទង់$45អញ្ចឹងចូលទៅមើលរោងភ្នំហ្នឹងហើយរយៈពេលដែលខ្ញុំដើរចូលក្នុងរោងភ្នំហ្នឹងគឺ2ម៉ោងចាហើយមានតែផ្លូវចូលអញ្ចឹងរាល់2ម៉ោងគេបិទអញ្ចឹងគេឲ្យអ្នកណាដែលចូលទៅក្នុងគឺចូលអញ្ចឹងរហូតដល់2ម៉ោងបានគេបើកឲ្យអ្នកដែលទិញសបត់ក្រៅហ្នឹងចូលមើលមួយសាទៀតហើយផ្លូវហ្នឹងគឺអត់វែងទេ2ម៉ោងយើងដើរក្នុងរូងហ្នឹងគឺអត់មានការវែងទៅណាទេដោយសារផ្លូវគេមានតែមួយច្រកឲ្យយើងដើររហូតតតែយើងចេញទៅក្រៅវិញអញ្ចឹងណាចាហើយឥឡូវហ្នឹងខ្ញុំមានវីដេអូបង្ហាញបងប្អូនចាហើយរាប់សពាន់ឆ្នាំហើយរូងភ្នំហ្នឹងគឺលបាយដីហើយនឹងកំណត់ទឹកភ្លៀងខ្លាយទៅជាថ្មដូចថ្មមិនយ៉ាងសិលាអញ្ចឹងខ្លះពណ៌សខ្លះពណ៌ដីខ្លះពណ៌ខ្មៅអញ្ចឹងណាហើយត្រជាក់ដូចថ្មសម្រិតមកអញ្ចឹងចាហើយចាឥឡូវសូមតាមទាំងអស់គ្នាចា Well, we're walking towards this like that way. នេះគណៈទឹកភ្លៀងនេះគណៈទឹកភ្លៀងវាលាយជាមួយដីមកណាពីថ្ងៃគេទៅ She's looking at it គេទៅជួសួរៗ Look at man លោកមកពីថ្មជាក់ដូចនាងសាលាថ្មជាក់That looks like a temple. Buddhist temple. What were those walking things? Did you ever do a drip beach dance? Actually, if you look close here, it's kind of like it's kind of like if you look close here, it's kind of like if you kind of like the elephants. ដោយបងប្អូនឃើញទឹកដីតំណក់ទឹកភ្លៀងហូរមកអញ្ចឹងជាមួយនឹងដីគឺវាបុកមកគឺវាអស្រក់ទៅមុខទៀតអញ្ចឹងវាកកអញ្ចឹងទៅហើយយើងយកដៃទៅប៉ះគឺស្រួយដូចមួយជុលអញ្ចឹងហើយបើឲ្យបាក់គឺអត់បាក់ទេវាដូចថ្មតាន់អញ្ចឹងហើយនៅក្នុងហ្នឹងបងប្អូនឃើញនេះមានគ្រប់ពណ៌មានពណ៌ដូចបែបផ្ទៃមេឃពណ៌អីក៏មានដែរហើយពេលខ្ញុំដើរទៅមុខបន្តិចគឺមានទឹកនឹងរាក់ទេដូចវាហូរចេញពីជើងភ្នំមកអញ្ចឹងនឹងប៉ុន្តែរាក់តែឃើញគេបោះកាក់បោះអីចឹងទៅហើយកន្លែងខ្លះមានទឹកកន្លែងខ្លះជ្រាបទឹកពីភ្នំពីក្នុងផ្ទាំងថ្មនឹងរហូតតែជ្រាបនឹងក្នុងលក្ខណៈសើមមកមិនមែនជាទឹកអីខ្លាំងទេប៉ុន្តែសើមជាងប៉ះដល់ពេលយើងយកដៃទៅប៉ះទៅគឺមានជាទឹកហើយថ្មខ្លះអត់ទេគឺគោកចាហើយមើលថ្មវាគឺចេញមកដូចសរសៃស្អាតមែនតើពេលដើរទៅមុខរហូតអញ្ចឹងទៅផ្ទាំងថ្មខុសគ្នាទាំងអស់ហើយផ្ទាំងថ្មខ្លះខ្ញុំឃើញដូចគេសូនធ្វើដូចត្បាល់ដូចចានដូចអីអញ្ចឹងដូចក្បាច់អញ្ចឹងហើយថ្មខ្លះទៅមើលទៅដូចចម្លាក់ដូចគេឆ្លាក់ដូចរូបព្រះរូបអីអញ្ចឹងតាមពិតគឺជាប្រភេទថ្មវាដុះមកពីធម្មជាតិគឺហ្នឹងហើយឥឡូវនេះរូងភ្នំវាកដាញ់ដែលខ្ញុំផ្លូវច្រកចូលណាហើយបងប្អូនពេលយើងចូលទៅគឺមានតែមួយផ្លូវគាត់ដែលគេឲ្យយើងដើរទៅរហូតអត់មានអ្នកណាដើរមកបច្ច្រាស់យើងណាអញ្ចឹងរយៈពេល7-2ម៉ោងដែលខ្ញុំដើរក្នុងភ្នំហ្នឹងគឺមានតែផ្លូវទៅចេញរហូតដើររហូតតចេញទៅគឺចេញទៅខាងផ្លូវខាងក្រៅច្រកខាងក្រៅវិញហើយកន្លែងមួយនេះគឺធំជាងគេអញ្ចឹងណាអញ្ចឹងគេមាន tour guide គេមកក្រុមគេមកពីកន្លែងផ្សេងគេ tour guideហើយបើមើលនៅកន្លែងផ្ទាំងថ្មនេះវិញខ្ញុំមើលយូរទៅដូចអីទេបងប្អូនខ្ញុំពេលឃើញផ្ទាំងថ្មប្រហែលផ្ទាំងនេះដូចសម័យឃើញដូចគេហៅថាពុះគោចាគឺសរសៃពុះគោដែលយើងយកញ៉ាំដូចមែនតើហើយចេញមកជាចំណិតស្ដើងដូចជោអញ្ចឹងហើយឡើងរឹងកព្រឺហ្មងមិនគួរឲ្យជឿថាក៏ទៅណាថ្មធម្មជាតិវាចេញមកគ្រប់ប្រភេទហើយចំណែកថ្មមួយនេះវិញសស្គុះដូចថ្លើមថ្មអញ្ចឹងចាខ្ញុំស្ទាបឡើងតិចហើយមានជាតិទឹកសើមតិចហើយស្អាតមែនតើនៅក្នុងវីដេអូមិនសូវស្អាតទេដល់ពេលមើលផ្ទាល់ឃើញស្អាតជាងនឹងទៀតហើយកន្លែងនេះខ្ញុំទៅ2ដងណាខ្ញុំទៅ2ដងហើយនៅតែចង់ឃើញតដែលដោយសារកន្លែងហ្នឹងវាស្អាតដូចថាយើងធ្លាប់តែឃើញថ្មធម្មតាដល់ពេលឃើញអាថ្មបែបរូងភ្នំចាវាមានទឹកច្រោះទឹកអីហើយដូចគេឆ្លាក់អញ្ចឹងគឺខុសគ្នាទាំងអស់អញ្ចឹងដល់ពេលខ្ញុំមានអារម្មណ៍ថាប្លែកចេះតែមានចិត្តមកថាចង់ទៅឃើញហើយសម្បត្តិទស្សនាដែលខ្ញុំទៅ
ចូលមើលរោងភ្នំហ្នឹងតម្លៃក្នុងម្នាក់$45ឥឡូវប្រហែលជាឡើងហើយខ្ញុំអត់ដឹងទេណាខ្ញុំទៅរយៈពេល2ឆ្នាំតែសវត្តមួយហ្នឹងយើងអាចដើរលេងបានកន្លែង4កន្លែងគឺរោងភ្នំនឹងមួយយើងចេញពីរោងភ្នំទៅមកកន្លែងទៀតគឺកន្លែងគេតាំងពីពណ៌ឡានបុរាណរាប់រយឆ្នាំហើយមកកន្លែងទៀតគេហៅសួនវង្វេងហើយមកកន្លែងទៀតគឺនៅក្នុងភូមិហៅភូមិវប្បធម៌របស់នៅជនជាតិដែលថាជំនាន់ពីសង្គមពីដើមមកស្របសេចក្តីមកគឺសវត្តមួយហ្នឹងយើងអាចដើរបាន4កន្លែងតែកន្លែងដែលខ្ញុំចង់ទៅហើយទៅទៀតគឺមានតែរោងភ្នំទេស្អាតថតរូបរៀងល្ងិតតិចប៉ុន្តែបើយើងថតវីដេអូយើងអាចឲ្យពលឺឃើញច្បាស់ជាងយើងថតរូបចាហើយបើសិនជាបងប្អូនយកកាមេរ៉ា professional អីថតគឺអត់ស្អាតទេចាព្រោះកន្លែងហ្នឹងវាល្ងិតតែបើយើងយកទូរស័ព្ទ iPhone អីថតទៅតែកន្លែងចំពលឺទៀតដូចជាឥឡូវនេះខ្ញុំដើមដល់កន្លែងពលឺនេះបន្ថតឃើញស្អាតក្នុងរោងភ្នំហ្នឹងគឺល្ងិតទេតែដោយសារគេតាំងភ្លើងដើម្បីឲ្យយើងឃើញថាថ្មហ្នឹងវាខុសគ្នាយ៉ាងម៉េចហើយវាចម្លែកយ៉ាងម៉េចខ្លះគឺអស្ចារ្យត្រង់ណា